Sigma បញ្ចេញ lens zoom មួយគ្រាប់ដែលគ្របដណ្ដប់លើ focal length ស្ទើរតែទាំងអស់ដែលយើងត្រូវការចាប់ពី 16mm រហូតដល់ 300mm នេះគឺជា lens សម្រាប់កាមេរ៉ា APS-C ឬក្រប sensor ដំបូងគេដែលមានសមត្ថភាពអាច zoom បានរហូតដល់ 18.8 ដងដែលអាចថតប្លង់ទូលាយចាប់ពី 16mm រហូតដល់ 300mm បើធៀបទៅនឹងកាមេរ៉ា full frame lens មួយនេះគឺមាន focal length 24ទៅដល់ 450mm ជាមួយនឹងទំហំ aperture f3.5 រហូតដល់នឹង f6.7 focal length ចាប់ពី 16mm រហូតដល់ 300mm នេះវាគ្របដណ្ដប់ទៅលើប្លង់ជាច្រើនដែលអ្នកថតរូបត្រូវការដែលរាប់ចាប់ពីប្លង់ទេសភាពការថត portrait ការថត macro និងការថត super telephoto Sigma 16300 ស្ថិតនៅក្នុងត្រកូល Contemporary Lens ដែលបំពាក់នៅប្រព័ន្ធ High Response Linear Actuator ជំនួយដល់ការចាប់ autofocus បានរហ័សនិង tracking autofocus បានថេរល្អសម្រាប់វត្ថុដែលមានចលនាលឿនបន្ថែមពីនេះ Sigma 16300 ក៏បានបំពាក់នៅប្រព័ន្ធទល់លំនឹង OS កាត់បន្ថយរំញ័រនិង blur នៅពេលដែលយើងថតរូប handheld ឬថតនៅកន្លែងដែលមានពន្លឺខ្សោយបូករួមជាមួយនឹងកញ្ចក់ lens ដែលកាត់បន្ថយនៅ chromatic aberration និង flare ឲ្យបានមកនៅកម្រិតទាបបំផុត Lens Sigma 16300 នឹងដាក់លក់ចាប់ពីខែមេសាឆ្នាំ 2025 ដែលគេអាចជ្រើសរើសជើងម៉ោងកាមេរ៉ាដូចជា L mount, Sony E mount, Fujifilm X mount, Canon RF mount នៅក្នុងតម្លៃចាប់ពី$699 Lens មួយគ្រាប់នេះប្រៀបដូចជា all in one lens សម្រាប់អ្នកថតរូបទូទៅដែលមិនចង់ផ្លាស់ប្ដូរ lens ញឹកញាប់នៅពេលថតល្អបំផុតសម្រាប់អ្នកថត street photography, architecture, landscape, sport និង wildlife photography ផងដែរ